ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ផ្លែញឬដែលគេស្គាល់ជាទូទៅគឺជាឱសថបុរាណធម្មជាតិមួយប្រភេទដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផ្លែឈើនេះត្រូវបានគេយកមកប្រើប្រាស់រាប់សតវត្សមកហើយដើម្បីព្យាបាលនិងថែរក្សាសុខភាពរាងកាយ 1. ពង្រឹងប្រព័ន្ធការពាររាងកាយផ្លែញសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ដែលជួយជំរុញដល់ការផលិតកោសិកាឈាមសធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំនិងអាចការពាររាងកាយពីជំងឺផ្សេងៗ 2. កាត់បន្ថយការឈឺចាប់និងការរលាកនៅក្នុងផ្លែញមានផ្ទុកសារធាតុដែលអាចជួយបំបាត់ការឈឺចាប់និងប្រឆាំងការរលាកយ៉ាងមានប្រសិទ្ធភាពវាត្រូវបានគេប្រើដើម្បីកាត់បន្ថយការឈឺសន្លាក់និងជំងឺសន្លាក់ហើមកាត់បន្ថយការឈឺក្បាលឬឈឺសាច់ដុំ 4. ជួយដល់ប្រព័ន្ធរំលាយអាហារទឹកផ្លែញឬផ្លែញទុំជួយសម្រួលដល់ដំណើរការក្រពះពោះវៀនការពារការទល់លាមកនិងជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អជាងមុន 4. គ្រប់គ្រងកម្រិតខូឡេស្តេរ៉ុលនិងការពារបេះដូងការសិក្សាមួយចំនួនបានបង្ហាញថាការទទួលទានទឹកផ្លែញអាចជួយកាត់បន្ថយកម្រិតខូឡេស្តេរ៉ុលអាក្រក់និងទ្រីគ្លីសេរីតព្រមទាំងជួយរក្សាសម្ពាធឈាមឲ្យមានតុល្យភាពដែលល្អចំពោះសុខភាពបេះដូង 5. ជំនួយដល់ស្បែកនិងពន្យាភាពចាស់សារធាតុចិញ្ចឹមនិងវីតាមីននៅក្នុងផ្លែញជួយជួសជុលកោសិកាស្បែកដែលខូចផ្ដល់សំណើមនិងជួយឲ្យស្បែកមានភាពតឹងណែនកាត់បន្ថយឆ្នាមជ្រីងជ្រួញ 6. បង្កើនថាមពលនិងកាត់បន្ថយភាពនឿយហត់សម្រាប់អ្នកដែលទន់ខ្សោយឬហត់នឿយពីការងារផ្លែញអាចជួយបង្កើនថាមពលរាងកាយនិងជួយឲ្យអារម្មណ៍ស្រស់ថ្លាឡើងវិញចំណាំទោះបីផ្លែញមានអត្ថប្រយោជន៍ច្រើនក៏ដោយប៉ុន្តែសម្រាប់អ្នកមានជំងឺតម្រងនោមឬជំងឺថ្លើមគួរតែជៀសវាងឬពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនព្រោះញមានផ្ទុកជាតិម៉ូតាខ្យូមខ្ពស់